សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទនៅពេលនេះខ្ញុំមានការផ្សាយពិសេសតែសូមជូនតែជាសំឡេងទេមានផ្សាយទាំងនៅតាម Facebook ផង YouTube ផងក្នុងពេលដំណើរគ្នាតែម្ដងដើម្បីឲ្យប្រិយមិត្តបានដឹងបាទសូមជម្រាបសួរបាទដើម្បីឲ្យប្រិយមិត្តបានដឹងណាបាទអញ្ចឹងនៅថ្ងៃនេះប្រិយមិត្តនៅក្នុងប្រទេសកម្ពុជាប្រហែលជាបានដឹងហើយអំពីការសម្រេចចិត្តជាឯកតោភាគីរបស់ខាងភាគីថៃនៅក្នុងការលុបចោលនៅអនុសារណៈស្តីពីការយោគយល់ឆ្នាំ2001ទៅលើការអភិវឌ្ឍព្រំដែនសមុទ្រឬក៏នឹងការកំណត់ព្រំដែនខណ្ឌសីមានៅតំបន់សមុទ្រជាមួយនឹងប្រទេសកម្ពុជានោះបាទហើយនៅខាងក្រៅប្រទេសនេះមានសារព័ត៌មានច្រើនណាបាទដែលបានយករឿងនេះមកផ្សាយពីភ្នាក់ងារធំដូចជា Reuters AP ហ្នឹងបាទ AP ហ្នឹងគឺផ្សាយច្រើនហើយបណ្ដាញសារព័ត៌មានផ្សេងទៀតនៅលើពិភពលោកដែលកន្លងមកមិនសូវចាប់អារម្មណ៍ទៅលើប្រទេសកម្ពុជាក៏យកមកផ្សាយច្រើនដែរពីព្រោះនេះគឺជាការមួយដែលសម្រេចដោយភាគីមួយក្នុងការលុបចោលដោយឯកតោភាគីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលទៅលើខាងអ្នកសារព័ត៌មានអន្តរជាតិបាទដោយសារមានសារព័ត៌មានច្រើនហើយនឹងប្រិយមិត្តបានដឹងខ្លះផងដែរនោះគឺខ្ញុំសូមដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន AP មួយចឹងណាបាទអញ្ចឹងថាតើនៅខាងសារព័ត៌មានអន្តរជាតិនេះគឺនឹងរីកាយ៉ាងណាបានរីកាយ៉ាងណាដែរអំពីបញ្ហានេះបាទនៅថ្ងៃនេះ AP គឺបានរីកាដោយដាក់ចំណងជើងថាបាទso much but សូមជាស្អីមកផ្លែតមានដាក់បាត់ file បាទអូខេនេះបាទ AP បានរាយការណ៍ដោយដាក់ចំណងជើងថាប្រទេសថៃនឹងគឺលុបចោលនៅអនុសារណៈស្តីពីការព្រមព្រៀងឆ្នាំ2001នៅលើការកំណត់ដែនសមុទ្រជាមួយនឹងប្រទេសកម្ពុជាក្រោយពីការជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំនេះជាចំណងជើងរបស់ទីភ្នាក់ងារសារព័ត៌មាន AP ណាបាទហើយ AP បានរាយការណ៍ថារដ្ឋាភិបាលរបស់ថៃនៅថ្ងៃអង្គារនេះបានលុបចោលនៅអនុសារណៈស្តីពីការយោគយល់ឆ្នាំ2001ជាមួយនឹងប្រទេសកម្ពុជាដែលអនុសារណៈនេះគឺមានគោលបំណងនៅក្នុងការផ្ដល់នៅក្របខ័ណ្ឌសម្រាប់ការចរចាទ្វេភាគីដើម្បីដោះស្រាយព្រំដែនទឹកដែលទាមទារត្រួតស៊ីគ្នាប្រទេសកម្ពុជាវិញបាននិយាយថាខ្លួនសម្ដែងនៅការសោកស្ដាយដែលគណៈរដ្ឋមន្ត្រីរបស់ថៃបានសម្រេចចិត្តដូចនេះក៏ប៉ុន្តែកម្ពុជានឹងបន្តប្រើប្រាស់ព្យាយាមដោះស្រាយនៅចំនួនព្រំដែននេះឲ្យបានរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការដោះស្រាយនៅកំណត់ដែនសីមាព្រំដែនទឹករវាងប្រទេសទាំងពីរនេះដោយសន្តិវិធីហើយក៏បានផ្ដល់នៅក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍរួមគ្នានៅធនធាននៅក្នុងដែនសមុទ្របាទដោយយោងទៅតាមច្បាប់អន្តរជាតិប៉ុន្តែភាគីទាំងពីរនេះមិនសម្រេចបាននៅការរីកចម្រើនណាមួយទៅមុខទៀតទេក្រោយពីចុះកិច្ចព្រមព្រៀងនោះបន្ទាប់ពីមានការចរចាអស់រយៈពេល5ជុំបាទអស់ក្នុងរយៈពេលជាង2ទសវត្សរ៍មកនេះការសម្រេចនៅក្នុងការលុបចោលដែលនៅអនុសារណៈនេះដែលមិនមានគេថាមិនទាន់បាននឹងចូលជាធរមានទេរហូតតតែប្រទេសថៃបញ្ជូននៅការលិខិតជូនដំណឹងជាផ្លូវការទៅដល់ប្រទេសកម្ពុជានោះគឺជាការបញ្ចប់នៅក្តីសង្ឃឹមដែលថាភាគីនៃប្រទេសទាំងពីរនឹងអាចដោះស្រាយនៅបញ្ហាទាមទារត្រួតស៊ីគ្នាបានហើយដែលនឹងអនុញ្ញាតឲ្យមានការធ្វើអាជីវកម្មនៅរ៉ែ
ធនធានដែលប្រេងធនធានឧស្ម័ននៅក្នុងតំបន់ដែលមានចំនួនគ្នានោះការសម្រេចចិត្តរបស់ប្រទេសថៃនៅក្នុងការលុបចោលនៅកិច្ចព្រមព្រៀងនេះកើតមានឡើងក្រោយពីមានការធ្លាក់ចុះនៅទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងខ្លាំងហើយក៏មានការប៉ះទង្គិចគ្នាដោយអាវុធនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្នុងឆ្នាំចុងក្រោយនេះប្រទេសទាំងពីរក៏បានប្រយុទ្ធគ្នាទៅលើការទាមទារមកខាងព្រំដែនគោកផងដែរដែលរហូតដល់មានការប៉ះទង្គិចគ្នាតាំងពីខែកក្កដារហូតមកដល់ខែធ្នូហើយបានបណ្ដាលឲ្យមានជនស៊ីវិលនិងទាហានរាប់សិបនាក់បានស្លាប់បាត់បង់ជីវិតនៅភាគីទាំងសងខាងហើយក៏មានប្រជាពលរដ្ឋរាប់សែននាក់បានភៀសខ្លួនចេញពីលំនៅឋានផងដែរកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាជប់បាញ់គឺចូលជាធរមានកាលពីខែធ្នូគឺនៅមានលក្ខណៈផុយស្រួយនៅឡើយទេក៏ប៉ុន្តែភាពតានតឹងគឺនៅតែបន្តដោយមានការកាត់ហេតុការណ៍នៅតាមបណ្ដោយព្រំដែនខ្លះៗក្នុងពេលកន្លងមកនេះហើយក៏មានការដាក់កម្លាំងទ្រង់ទ្រាយធំផងដែរការប្រយុទ្ធគ្នានេះគឺបានបណ្ដាលឲ្យមានការចាប់អារម្មណ៍ជាថ្មីទៅលើបញ្ហាព្រំដែនហើយនឹងការការពារដែនទឹកដីរបស់ប្រទេសថៃដែលធ្វើឲ្យមានអារម្មណ៍នយោបាយជាតិនិយមបានក្លាយទៅជាបញ្ហាធំប៉ះពាល់នៅក្នុងនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃនាយករដ្ឋមន្ត្រីថៃលោកអនុทินឆាន់វីរគុលនិងគណៈបកភូមិใจថៃរបស់លោកដែលបានធ្វើការសន្យាក្នុងពេលការឃោសនានោះក្នុងនោះរួមមានការលុបចោលនៅកិច្ចព្រមព្រៀងដែលបានធ្វើនៅក្នុងពេលនេះនិងការសន្យាតាក់ទងជាមួយនឹងការដោះស្រាយបញ្ហាព្រំដែនដាក់ជាគោលនយោបាយដ៏សំខាន់របស់ខ្លួននៅក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតអនុសារណៈស្ដីពីការយោគយល់គ្នានេះគឺមិនមានការពាក់ព័ន្ធហើយក៏នឹងមិនមានអ្វីប៉ះពាល់ទៅដល់ស្ថានភាពនាពេលបច្ចុប្បន្ននេះទៅលើបញ្ហាព្រំដែននោះទេនេះបើតាមការបញ្ជាក់របស់លោកអនុทิនខិតខំព្យាយាមថាការលុបចោលនេះគឺអត់មានពាក់ព័ន្ធអ្វីជាមួយនឹងការចំនួននោះទេបាទនេះបើតាមការលើកឡើងរបស់លោកនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះដោយលោកអនុทินបានបន្ថែមថាការចរចាពាក់ព័ន្ធជាមួយនឹងព្រំដែនទឹកជាមួយនឹងប្រទេសកម្ពុជាគឺនឹងនៅតែបន្តដដែលដោយប្រើក្របខ័ណ្ឌផ្សេងទៀតសម្រាប់ការដោះស្រាយដូចជាច្បាប់គេថានីតិវិធីព្រំដែនសមុទ្ររបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UNCLOS ដូច្នេះថៃគឺងាកមកប្រើយន្តការនេះរដ្ឋាភិបាលថៃតាមរយៈអ្នកនាំពាក្យរបស់ខ្លួនគឺអ្នកស្រី Rachada Direct ក៏បានសង្កត់ធ្ងន់ថាការលុបចោលនេះគឺតំណាងឲ្យនៅការរៀបចំឡើងវិញនៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺមិនមែនជាការលុបចោលនៅទំនាក់ទំនងឬក៏ការចរចាណាមួយនោះទេសារព័ត៌មាន AP បានបន្តទៀតថាប្រទេសថៃនឹងបន្តដោះស្រាយពិភាក្សាជាមួយនឹងប្រទេសកម្ពុជាក៏ប៉ុន្តែបានស្នើឡើងឲ្យប្រើប្រាស់យន្តការក្រមអនុសញ្ញារបស់អង្គការសហប្រជាជាតិវិញដែលហៅថា UNCLOS នេះដែលគឺមានលក្ខណៈទូលំទូលាយជាងមុនហើយមានលក្ខណៈច្បាស់លាស់ជាងមុនហើយដែលជាប្រព័ន្ធគឺអនុញ្ញាតឲ្យមានការដោះស្រាយទំនាស់ខាងព្រំដែនទឹកនេះឲ្យបានមានប្រសិទ្ធភាពនេះបើតាមការបញ្ជាក់របស់អ្នកស្រីឆាដាដែលជាអ្នកនាំពាក្យដោយឡែកនៅក្នុងប្រទេសកម្ពុជាវិញគឺតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាគឺលោកប្រាក់សុខុនលោកបានមានប្រសាសន៍នៅក្នុងរាជធានីភ្នំពេញដោយសម្ដែងនៅការសោកស្ដាយចំពោះការលុបនេះដោយបានហៅការសម្រេចចិត្តរបស់ប្រទេសថៃថាជាការដើរចេញពីស្មារតីនិងឆន្ទៈនយោបាយដែលបានអនុញ្ញាតឲ្យប្រទេសទាំងពីរបង្កើតនៅក្របខ័ណ្ឌនៅក្នុងការចរចា
ដោយសន្តិវិធីនិងដោះស្រាយបញ្ហាដោយសន្តិវិធីទៅលើបញ្ហាទាំងអស់នេះស្របទៅតាមច្បាប់អន្តរជាតិលោកប្រាក់សុខុនបានប្រកាសថាប្រទេសកម្ពុជានឹងអនុវត្តនៅការប្រើប្រាស់នៅយន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិដែលជាការមួយបញ្ជាក់នៅការបដិញ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាចំនួនតាមព្រំដែននេះតាមដែនទឹកនេះដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិដោយឡែកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺលោកហ៊ុនម៉ាណែតវិញក៏បានសរសេរនៅក្នុងសារតាមបណ្ដាញសង្គមផងដែរថាការសម្រេចចិត្តរបស់កម្ពុជានៅពេលនេះនៅក្នុងការប្រើប្រាស់នៅអនុសញ្ញារបស់អង្គការសហប្រជាជាតិជាពិសេសទៅលើខាងចំណុចនៃការផ្សះផ្សាដោយបង្ខំនេះនីតិវិធីបង្ខំនេះគឺជាការឆ្លុះបញ្ចាំងនៅការក្តីសង្ឃឹមនៅក្តីសង្ឃឹមដ៏ស្មោះស្ម័គ្រដ៏ស្មោះត្រង់របស់កម្ពុជាដែលថាប្រទេសទាំងពីរអាចសម្រេចបាននៅដំណោះស្រាយមួយដែលមានលក្ខណៈយុត្តិធម៌និងយូរអង្វែងដោយស្របទៅតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់យើងគឺអាចរស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងប្រកបដោយភាពសុខដុមរមនាបាទប្រិយមិត្តទាំងអស់គ្នានេះគឺជាសេចក្តីរាយការណ៍របស់ខាងទីភ្នាក់ងារសារព័ត៌មាន AP ណាបាទដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តនៅពេលនេះគឺមានសារព័ត៌មានច្រើនដោយដែលខ្ញុំបានជម្រាបចឹងគឺធំច្រើនណាស់នៅក្នុងពិភពលោកនេះដែលបានយកបានរាយការណ៍អំពីការសម្រេចចិត្តរបស់ថៃយ៉ាងបាទដោយឯកតោភាគីនៅពេលនេះបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាហើយអធិស្ឋានផងប្រហែលថ្ងៃនេះមានទុរៈផ្ទាល់ខ្លួនមិនបានចូលផ្សាយអស់ពី show ទៅហើយព្រឹកនេះមានកលវលដែរប៉ុន្តែដោយសាររឿងនេះសំខាន់ខ្ញុំក៏ជ្រៀតចូលមកផ្សាយដោយមិនបានដាក់វីដេអូទេគឺចូលមកជម្រាបជូនប្រិយមិត្តនៅពេលនេះបាទអញ្ចឹងសូមអរគុណតើមានការវិវត្តយ៉ាងណាទៀតយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលយប់នេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកនិងទៅជាព្រឹកស្អែកនៅប្រទេសកម្ពុជាបាទអញ្ចឹងសូមអរគុណប្រិយមិត្តបាទសូមជម្រាបលា